មេបញ្ជាការខ្យល់ព្យុះថ្ងៃបានលិចទៅខ្យល់ក៏ស្ងប់ស្ងាត់ហើយមានកម្ដៅភាយភាយព្រះយេស៊ូវមានបន្ទូលទៅកាន់មិត្តភ័ក្តិរបស់ទ្រង់ថាតោះយើងចេញដំណើរឆ្លងបឹងនេះព្រះយេស៊ូវទ្រង់បានជួយពួកបណ្ដាជនអស់ពេញមួយថ្ងៃហើយឥឡូវនេះព្រះអង្គមានការនឿយហត់ជាខ្លាំងដូច្នេះព្រះអង្គនិងពួកសិស្សទ្រង់បានទុកវងមនុស្សឲ្យនៅឯមាត់ច្រាំងហើយក៏នាំគ្នាចុះទូកនេសាទតូចមួយចេញទៅព្រះយេស៊ូវបានយាងចូលទៅក្នុងទូករួចដាក់ខ្លួនចុះហើយគេងគ្រាន់តែព្រះអង្គដាក់ក្បាលដល់ខ្នើយនោះទ្រង់ក៏លង់លក់ទៅភ្លាមមួយរំពេចពេលនោះជាពេលល្ងាចដ៏ល្អខ្យល់បក់រំភើយរុញទូកចេញទៅមិត្តភ័ក្តិទាំងអស់កំពុងតែជជែកគ្នាលេងដោយរីករាយខណៈពេលដែលទូកចេញទៅកណ្ដាលបឹងអ្វីទាំងអស់ល្អឥតខ្ចោះមានសភាពស្ងប់ស្ងាត់សម្រាប់ដំណើរតាមទូកនេះប្រហែលជានៅពាក់កណ្ដាលផ្លូវទៀតទើបឆ្លងទៅដល់ត្រើយម្ខាងនោះស្រាប់តែមានខ្យល់ដ៏គួរឲ្យភ្ញាក់ផ្អើលបានបក់គួចមកចំបឹងនោះខ្យល់បក់បោកជាខ្លាំងហើយសាហាវដូចជាខ្យល់ព្យុះគួចមួយអញ្ចឹងផ្លេកបន្ទោភ្លឺចាំងស្ទើរតែខ្វាក់ភ្នែកផ្គរលាន់ឮរំពងនៅលើក្បាលខ្យល់ព្យុះបានបក់ទឹកបង្កើតជាទឹករលកយ៉ាងធំរុញទូកតូចឡើងខ្ពស់ទៅហើយបន្ទាប់មកក៏ធ្លាក់ចុះមកវិញយ៉ាងគំហុកនិងទាបទៅទូកនេសាទត្រូវបានបក់បោកចុះឡើងទៅមុខទៅក្រោយទៅឆ្វេងទៅស្ដាំនិងវិលចុះវិលឡើងហើយនៅពេលដែលកំពុងតែមានព្យុះនេះព្រះយេស៊ូវទ្រង់នៅតែគេងលក់ដដែលមិត្តភ័ក្តិរបស់ព្រះយេស៊ូវបានធ្វើជាអ្នកនេសាទអស់មួយជីវិតមកហើយប៉ុន្តែរាល់ឆ្នាំដែលគេធ្លាប់នេសាទក្នុងបឹងនេះគេមិនដែលជួបប្រទះនឹងព្យុះដូចម្ដងនេះឡើយទោះបីពួកគេខំប្រឹងប្រែងទាញខ្សែពួរនិងក្តោងយ៉ាងណាក៏ដោយក៏ពួកគេពុំអាចបញ្ជាទូករបស់ពួកគេបានដែរខ្យល់ព្យុះនេះគឺសាហាវណាស់ចំពោះពួកគេប៉ុន្តែព្យុះនេះមិនជាសាហាវអ្វីសោះចំពោះព្រះយេស៊ូវពួកគេបានស្រែកឡើងថាជួយផងព្រះយេស៊ូវអើយសូមទ្រង់ប្រញាប់ក្រោកឡើងព្រះយេស៊ូវបើកភ្នែកឡើងសូមជួយយើងខ្ញុំសូមសង្គ្រោះយើងខ្ញុំផងគេនាំគ្នាស្រែកតែញ័រភ័យតើព្រះអង្គមិនគិតដល់យើងខ្ញុំទេឬអីប្រកាសណាស់ព្រះយេស៊ូវទ្រង់បានយកចិត្តទុកដាក់នឹងពួកគេនេះហើយគឺជាមូលហេតុនាំឲ្យព្រះអង្គបានយាងមកដើម្បីជួយនិងសង្គ្រោះពួកគេព្រះយេស៊ូវទ្រង់ក្រោកឡើងហើយនិយាយកំហែងទៅខ្យល់ព្យុះថាចូលស្ងប់ទៅព្រះអង្គគ្រាន់តែបញ្ជាប៉ុណ្ណឹងនោះការដ៏ចម្លែកក៏បានកើតឡើងខ្យល់និងទឹករលកស្គាល់សំឡេងព្រះយេស៊ូវវាធ្លាប់បានឮពីមុនពិតប្រាកដណាស់ជាសំឡេងដែលបង្កើតវាមកគឺតាំងតែពីដំបូងមកម្ល៉េះវាបានស្ដាប់តាមព្រះយេស៊ូវហើយធ្វើតាមបញ្ជាដែលព្រះអង្គបានបង្គាប់ខ្យល់ក៏បានឈប់ជាមួយរំពេចទឹករលកក៏បានស្ងប់ទៅដែរពន្លឺលោកខែចាំងភ្លឺផ្លេកលើទឹកដែលស្ងប់នោះហើយរលកបានបោកតិចផ្ទប់នឹងចំហៀងទូកហាក់បីដូចជាគ្មានអ្វីកើតឡើងសោះទូកតូចនោះបានមុជងើបចុះឡើងហើយមានសភាពស្ងប់ស្ងាត់នៅជុំវិញផងបន្ទាប់មកព្រះយេស៊ូវទ្រង់បានងាកទៅមិត្តភ័ក្តិដែលខ្លាចព្យុះហើយមានបន្ទូលសួរថាហេតុអ្វីបានជាអ្នកមានការភ័យខ្លាចយ៉ាងនេះតើអ្នកភ្លេចហើយឬថាខ្ញុំជានរណាតើអ្នកមានជំនឿលើការភ័យខ្លាចរបស់ខ្លួនជាជាងលើខ្ញុំមែនទេមិត្តភ័ក្តិរបស់ព្រះយេស៊ូវនៅស្ងៀមស្ងាត់គ្រប់គ្នាគឺស្ងាត់ដូចជាខ្យល់ដែលនៅនឹងថ្កល់និងរលកយ៉ាងដូច្នោះដែរតែនៅក្នុងចិត្តគេកើតមានព្យុះមួយផ្សេងទៀតតើលោកម្នាក់នេះជាមនុស្សបែបណាទៅពួកគេនឹកសួរក្នុងចិត្តរបស់គេដោយងឿងឆ្ងល់មែនទែនពួកគេបាននិយាយថាសូម្បីតែខ្យល់និងរលកក៏ស្ដាប់តាមទ្រង់ដែរពួកគេមិនយល់ពីការនេះដោយព្រោះគេមិនទាន់បានដឹងច្បាស់ថាព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះមិត្តភ័ក្តិរបស់ព្រះយេស៊ូវទាំងអស់មានការភ័យខ្លាចជាខ្លាំងដោយព្រោះពួកគេបានឃើញទឹករលកធំពួកគេភ្លេចថាបើព្រះយេស៊ូវគង់នៅជាមួយពួកគេនោះពួកគេមិនត្រូវមានការភ័យខ្លាចអ្វីសោះឡើយទោះបីជាទូករបស់គេតូចប៉ុណ្ណាឬខ្យល់ព្យុះធំប៉ុណ្ណាក៏ដោយ